បាទនេះជាការចំនុំពររបស់បងប្អូនឲ្យខ្ញុំបញ្ចូលសម្លេងការរៀបរាប់អំពីគោដំណើរគល់ការដាំដុះហើយមានពេលខ្លះខ្ញុំខ្ជិលដែរបងប្អូនបាទដោយសារការរៀបរាប់ទៅអត់មានបងប្អូនអត់មានមើលជួយ share ច្រើនផងអញ្ចឹងជាខ្ជិលបញ្ចូលសម្លេងជាផុសវីដេអូសម្លេងស៊ីនណាប៉ុន្តែនេះជាការសំណុំពរអញ្ចឹងខ្ញុំរៀបរាប់នេះជាសកម្មភាពគាត់ជួរបងប្អូនបាទជួរពូនជារងដើម្បីដាំឪឡឹកហើយតំបន់ខ្ញុំភាគច្រើនឲ្យតែធ្លាក់ភ្លៀងមកដើមឆ្នាំគាត់ចាប់ដើមដាំហើយទីតាំងដាំនេះនៅភូមិត្រពាំងសាបឃុំត្រពាំងសាបស្រុកប្រទីខេត្តតាកែវខាងត្បូងភ្នំតាម៉ៅបាទភ្នំតាម៉ៅផ្ដៅពុនបាទផ្ដៅពុនភ្នំហ្នឹងមានមួយខ្នងនៅខាងបងភ្នំតាម៉ៅងាកខាងឡាញ់តិចហើយចំការបងប្អូនយើងដាំនៅខាងត្បូងភ្នំបាទច្រើនណាបងប្អូនចង់មកទិញឪឡឹកយកលក់បន្តអីអាចមកនៅខាងត្បូងភ្នំតាម៉ៅខែហ្នឹងគាត់ធ្វើគុលហើយប៉ុន្តែខ្ញុំថតសកម្មភាពនេះកាលពីគាត់ដាំតែឥឡូវគាត់ធ្វើគុលហើយបែកដៃថ្លាហើយនាងកលរបស់គាត់នេះនឹមឫស្សីបាទនឹមឫស្សីជាប់ឲ្យតែខ្លឹមឲ្យថ្នាំងរៀងរិញប្រើងាយខូចទេអត់ងាយបាក់ទេហើយដងនោះដងឈើបាទដងឈើហើយយាមដូចជាដឺរ៉ាបាទដឺរ៉ាយាមដឺរ៉ាឈ្នៀងដឺរ៉ាពីមុនយាមឈើឈ្នៀងឈើប៉ុន្តែមកសម័យក្រោយមកបានគេចាប់ដើមចាក់ឈ្នៀងដឺរ៉ាវិញហើយយាមដឺរ៉ាប៉ុន្តែដងឈើបាទដងឈើហើយបងប្រុសគាត់ក្តៅបាទគាត់ក្តៅពេកគាត់ដោះអាវចេញទៅបាទគាត់ថាធ្លាប់តែថតគាត់អត់អាវឥឡូវគាត់ថតគាត់មានអាវឥឡូវគាត់ដោះអាវម្ដងមើលបាទគាត់ក្តៅតាមពិតគាត់ក្តៅបាទហើយនេះបងប្អូនខ្ញុំថតអត់ឃើញអ្នកដាំបាទដោយសារអ្នកដាំក្រមកពេកបាទហើយដាំលក្ខណៈគ្រួសារបាទមិនមែនដាំលក់ដូរទ្រង់ទ្រាយធំអីទេបាទលក្ខណៈគ្រួសារហើយការដាំនេះជួនកាលបានជួនកាលអត់ដែរហ្នឹងបាទប៉ុន្តែភាគច្រើនបានប៉ុន្តែអាស្រ័យនៅលើទឹកភ្លៀងបាទកាលណាភ្លៀងខ្លាំងពេកក៏អត់កើតដែរពីព្រោះឪឡឹករស់ទឹកសន្សើមកាលណាដាក់មកឲ្យមកទៀតធ្វើឲ្យឪឡឹករួញបាទរួញអត់សូវល្អទេតែបើភ្លៀងខានគឺល្អហើយរងដូចជាគាត់ឆោត1 ម៉ែត្រជាងបាទ1 ម៉ែត្រជាងចំណុកពេលដែលគាត់ធ្វើគល់ទៅជួផ្ទុក2គីឡូមួយខាងគាត់ជួគល់ធ្វើគោយន្តក៏បានអង្គលក៏បានហើយនាងកលនឹងគោយន្តម្យ៉ាងម្នាក់គោយន្តភ្ជួរលឿនឆាប់ហើយនាងកលយឺតប៉ុន្តែម្យ៉ាងម្នាក់ត្រង់ថាគោយើងអត់ខាតលុយបាទទិញអត់ខាតលុយគោយន្តទិញខាតលុយចំណេញប្រើគោយើងទិញខាតរឿងពេលវេលាប៉ុន្តែចំណេញលុយបាទចំណេញលុយទិញមកភ្លាមចំណេញភ្លាមអត់ចេះខាតទេគោលក់ទិញមកតែគោយន្តយកមកដល់ផ្ទះភ្លាមលក់ភ្លាមខាតភ្លាមដល់ហ្នឹងរឿងដៃតែចឹងបាទការថែរបាយរបស់ខ្ញុំមិនមែនជាអ្នកជំនាញការនិយាយស្ដីទេបងប្អូនបាទចឹងមានពេលខ្លះខ្ញុំខ្ជិលហ្នឹងបាទចឹងវីដេអូហ្នឹងមានតែមិនដឹងទេបងប្អូនបាទមានតែរយៈពេល4នាទីជាងឯងជាប្រភេទវីដេអូបញ្ឈរបាទសូមជម្រាបលាបងប្អូនបាទសូមអរគុណ